បើសិនជាមានជំរឿពីរជំរឿទី1គឺរស់នៅដើម្បីប្រកបចិត្តគេធ្វើឲ្យអ្នកដទៃសប្បាយចិត្តធ្វើឲ្យគេនឹងពេញចិត្តជាមួយនឹងអីដែលយើងធ្វើទៅកាន់គេហើយនឹងជំរឿទី2គឺរស់នៅដើម្បីតែធ្វើឲ្យខ្លួនឯងសប្បាយចិត្តនិយាយចូលស្ដាប់ទៅគឺប្រកបចិត្តខ្លួនឯងអត់ខ្វល់ពីអ្នកដទៃទាំងអស់សំណួរសួរថាតើអ្នកទាំងអស់គ្នាជ្រើសរើសយកជំរឿទី1ឬក៏ជំរឿទី2អញ្ចឹងបើសិនជាយើងគិតឲ្យមែនទៅបើសិនបើយើងរស់នៅដើម្បីតែប្រកបចិត្តគេធ្វើឲ្យគេសប្បាយចិត្តធ្វើឲ្យគេនឹងចូលចិត្តយើងអាចនឹងខ្លាយទៅជាមនុស្សម្នាក់ដែលហត់នឿយធុញថប់ក៏ដូចជាងាយនឹងប៉ះពាល់អារម្មណ៍របស់យើងខ្លាំងយកទៅមែនទែនហើយច្រើនទៀតផងដែរហើយមិនត្រឹមតែប៉ុណ្ណោះទេវាធ្វើឲ្យយើងនឹងវាបាត់បង់អត្តសញ្ញាណខ្លួនឯងដែលនាំឲ្យខ្លួនឯងនឹងវាបាត់បង់ទៅដល់គោលដៅអត់ដឹងថាខ្លួនឯងនឹងធ្វើដើម្បីអ្វីហើយវាមានគោលដៅដែលយើងចង់ធ្វើប្រមាណដែលយើងធ្លាប់តែមានពីមុនហ្នឹងបែរជាយើងវារស័តដណ្ដែតទៅដល់ណាទៅដល់ណីអស់លេងចឹងទៅអញ្ចឹងគោលដៅគឺយើងចាប់អត់បានអីដែលយើងចង់សម្រេចក៏យើងសម្រេចអត់ច្បាស់អត់បានសពិចសពិលហើយត្រូវជាមួយនឹងការទទួលខុសត្រូវឬក៏ការទទួលស្គាល់ថាពេលខ្លះពេលដែលយើងធ្វើទៅកាន់គេឬក៏រឿងរ៉ាវផ្សេងៗដែលយើងធ្វើឲ្យគេសប្បាយចិត្តហ្នឹងវាអត់ប្រកប 100% ទេថាធ្វើទៅគេត្រូវតែសប្បាយចិត្តគេត្រូវតែចូលចិត្តគេត្រូវតែគិតថាយើងនឹងជាមនុស្សសំខាន់សម្រាប់គេដែលយើងលះបង់ទៅកាន់គេនេះគេអត់ពេញចិត្តឬក៏អត់ចូលចិត្តឬក៏មិនចង់បាន 100% ទេយើងកុំព្យាយាមរំពឹងខ្លាំងពេកទោះបីជាយើងព្យាយាមប៉ុណ្ណាក៏ដោយយើងចាំតែប៉ុណ្្នឹងឯងតែបើសិនថាយើងរស់នៅរាល់ថ្ងៃដើម្បីតែប្រកបចិត្តរបស់ខ្លួនឯងធ្វើឲ្យខ្លួនឯងសប្បាយចិត្តសួរថាតើវាជាជំរឿនល្អអត់គ្រាន់តែយើងប្រកបចិត្តខ្លួនឯងហើយយើងកាត់ផ្ដាច់អ្នកដទៃកាត់ផ្ដាច់តំណែងជាមួយមនុស្សជុំវិញខ្លួនអញ្ចឹងហេតុផលមួយនេះគឺថាយើងនឹងទទួលបាននៅផ្លូវចិត្តមួយដែលល្អវាមានសិទ្ធិនៅក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនឯងពេលវេលាក៏វាមានគ្រប់គ្រាន់សម្រាប់ខ្លួនឯងហើយការជឿជាក់ក៏វាកាន់តែជឿជាក់ទៅលើខ្លួនឯងទៀតរួមជាមួយនឹងរឿងរ៉ាវផ្សេងៗទៀតដែលវាធ្វើឲ្យយើងនឹងទទួលបាននូវផលប្រយោជន៍ផ្សេងសម្រាប់ខ្លួនឯងផងដែរតែបើសិនជាយើងគិតពីអ្នកដទៃយើងកាត់ផ្ដាច់ពីអ្នកដទៃសោះក៏វាធ្វើឲ្យយើងនឹងវាមានបញ្ហាមួយដែរគឺការបង្កើតនៅចំនួនឬក៏ការมันអាចរក្សានៅតំណែងល្អជាមួយមនុស្សជុំវិញខ្លួនព្រោះកាលណាដល់ពេលដែលយើងកាត់ផ្ដាច់ហើយយើងខ្វល់តែពីខ្លួនឯងហើយតំណែងគឺយើងអាចនឹងរៀងកាត់បន្ថយច្រើនគួរសមដែរជាមួយនឹងមនុស្សជុំវិញខ្លួនដោយសារតែយើងកំពុងតែខ្វល់ជាមួយនឹងគោលដៅរបស់យើងកំពុងតែខ្វល់ពីខ្លួនឯងចុះបើសិនជាយើងគិតឲ្យមែនតែនទៅពេលដែលយើងមិនមានតំណែងល្អជាមួយមនុស្សជុំវិញខ្លួនអាចនឹងបង្កទៅជាចំនួនហើយសួរថារឿងអីគេឬក៏បញ្ហាអីគេដែលយើងអាចនឹងជួបប្រទះដូចជាពេលដែលយើងមានបញ្ហាឬក៏អសន្នអន់ក្រោយមួយយើងអត់មានអ្នកគេមកពឹងផ្អែកក្រៅពីខ្លួនឯងទេដោយសារតែយើងផ្ដាច់តំណែងជាមួយមនុស្សជុំវិញខ្លួនអស់ហើយយើងនឹងអាចនឹងមានអារម្មណ៍ឯកាវាប្រៀបដូចជាភូមិដែលអត់មនុស្សអញ្ចឹងណាមានតែផ្ទះហើយភូមិនឹងមានតែផ្ទះហើយមនុស្សអត់នៅក្នុងភូមិអត់មានសូម្បីតែម្នាក់អញ្ចឹងចំណុចសំខាន់នោះគឺថារស់នៅដោយភាពស្មោះត្រង់ជាមួយខ្លួនឯងជាមុនសិនបន្តមកទៀតចាំយើងគោរពក៏ដូចជាគិតគូរទៅដល់អារម្មណ៍របស់អ្នកដទៃដោយមិនចាំបាច់បោះបង់ខ្លួនឯងទេយើងគិតពីខ្លួនឯងផងយើងគិតពីអ្នកដទៃផងទៅយើងព្យាយាម complete goal របស់យើងឲ្យដល់គោលដៅហើយក៏យើងត្រូវកលែងមើលអ្នកដែលនៅជុំវិញមកខ្លួនយើងដែរយើងកុំកាត់ផ្ដាច់ទាំងស្រុងអីវាមិនសូវជាល្អប្រហែលទេដោយសារតែយើងតែងតែលើពាក្យមួយដែលគេតែងតែថារស់នៅក្នុងសង្គមត្រូវតែមានតំណែងល្អជាមួយគ្នាយើងអាចរស់នៅម្នាក់ឯងបានទេព្រោះពេលដែលមានអសន្នអន់ក្រោយមួយមានតែអ្នកដែលនៅជិតខាងយើងឬក៏អ្នកដែលយើងស្គាល់ឬក៏អ្នកដែលមានតំណែងល្អជាមួយយើងនឹងឯងដែលគេមកជួយយើងមុនគេបើសិនជាគេស្អប់យើងគេមិនមកជួយយើងទេអញ្ចឹងចំពោះក្តីសុខដែលពិតប្រាកដគឺមកពីយើងកុំធ្វើរឿងណាដែលវាផ្ទុយជាមួយនឹងចិត្តខ្លួនឯងកុំព្យាយាមបង្ខំខ្លួនឯងឲ្យធ្វើរឿងហ្នឹងទោះបីជាយើងដឹងថាវាហត់នឿយមិនក៏ដោយយើងព្យាយាមហៀលខ្លួនឯងខ្លះទៅកុំបង្ខំខ្លួនឯងពេកហើយនឹងក៏មិនចាំបាច់ត្រូវបកឬក៏ធ្វើរឿងណាដែលវាធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃឬក៏ធ្វើឲ្យអ្នកដទៃឈឺចាប់ដោយចេតនាដែរអញ្ចឹងសរុបមកវិញបើសិនជាយើងច្បាច់ចំណុចពីរនេះបញ្ចូលគ្នាយើងអាចនិយាយបានថារស់នៅគឺយើងរស់នៅសម្រាប់ខ្លួនឯងដើរមុនបំភ្លេចអ្នកដទៃហើយគិតពីអ្នកដទៃដោយមិនចាំបាច់បំភ្លេចខ្លួនឯងទេយើងចំណេញទាំងសងខាងវាមាន balance វាមានតលយៈភាពទាំងសងខាងរវាងយើងហើយនិងអ្នកដទៃអញ្ចឹងទៅឥឡូវខ្ញុំមកបញ្យល់អ្នកនរគ្នាតាក់ទងជាមួយឧទាហរណ៍ដែលយើងរស់នៅដើម្បីធ្វើឲ្យគេសប្បាយចិត្តដែលនិយាយថាយើងលះបង់ខ្លួនឯងយើងព្យាយាមផ្គប់ចិត្តអ្នកដទៃរហូតដល់បាត់បង់ខ្លួនឯងបាត់បង់តម្លៃខ្លួនឯងអញ្ចឹងឧទាហរណ៍គឺខ្ញុំមានពីរចំណុចទី1តាក់ទងជាមួយនឹងមិត្តភ័ក្តិអញ្ចឹងនៅពេលណាដែលមិត្តភ័ក្តិគេអញ្ជើញយើងឬក៏គេហៅយើងទៅលេងទៅដើរលេងនៅណានៅយប់ច្រើនញឹកញាប់ទោះបីជាយើងនឿយហត់មិនក៏ដោយឬក៏យើងអត់ចូលចិត្តមិនក៏ដោយឬក៏យើងនឹងវាភ័យខ្លាចថាខ្លាចមិត្តភ័ក្តិអត់សប្បាយចិត្តខ្លាចមិត្តភ័ក្តិគេកាត់ការចោលឬក៏ខ្លាចមិត្តភ័ក្តិគេលែងរាប់រយអញ្ចឹងណាអញ្ចឹងលទ្ធផលដែលយើងទទួលបានណាវាសងមកយើងវិញគឺថាអារម្មណ៍យើងនឹងវាមានអារម្មណ៍ថាហត់នឿយធុញទ្រាន់នឹង
សកម្មភាពទាំងអស់នឹងធុញទ្រាន់នឹងជីវិតខ្លួនឯងមែនតើដែលត្រូវទៅតាមគេរហូតអីចឹងទៅហើយខ្លួនឯងក៏នៅអត់សុខនៅក្នុងចិត្តដែរអត់សុបាយនៅក្នុងចិត្តដែរតែគេវិញក៏គេមិនដឹងដែរថាអារម្មណ៍យើងវាជួបប្រទះប្រភេទអញ្ចឹងអារម្មណ៍ដែលវាអត់សុបាយចិត្តនៅពេលដែលគេហៅចេញក្រៅអញ្ចឹងណាដោយសារតែគេអ្នកហៅយើងគេមានអារម្មណ៍ថាសុបាយហើយដល់ពេលយើងអារម្មណ៍យើងបើសិនជាយើងមិនចូលចិត្តទេយើងទៅតែបង្ខំយើងពិបាកបានត្រូវហើយគេក៏មិនដឹងក៏វាជារឿងត្រូវដែរដែលគេមិនដឹងតែគេមិនយល់ពីអារម្មណ៍របស់យើងចំពោះនៅកន្លែងការងារវិញនៅពេលដែលយើងទទួលបានការងារច្រើនលើសពីសមត្ថភាពរបស់យើងព្រោះដោយសារតែយើងអត់ហ៊ានបដិសេធជាមួយមេឧទាហរណ៍ថាមេគាត់តម្លាក់ការងារមកឲ្យកាន់តែច្រើនទៅអញ្ចឹងណាយើងហ៊ានបដិសេធđểសុខចិត្តនៅបៀមគ្រោះបៀមទុកអីចឹងទទួលការងារអញ្ចឹងទៅហើយបើសម្រាប់យើងមកស្រឡងមើលលទ្ធផលវិញគឺផ្លូវចិត្តវាមានសម្ពាធខ្លាំងមែនតើហើយការខកខានថែរក្សាសុខភាពខ្លួនឯងហ្នឹងក៏វាកាន់តែខ្សោយទៅសឹងតែថាអស់ផងដោយសារតែយើងរវល់ជាមួយការងារផងការងារក៏វាច្រើនហើយក៏វាលើសពីសមត្ថភាពរបស់យើងដោយសារតែយើងអត់ហ៊ានបដិសេធជាមួយនឹងការស្នើសុំរបស់មេហើយការងារប្រកាសជាមិនទទួលបានលទ្ធផលល្អទេព្រោះយើងមានការងារច្រើនពេកហើយពេលវេលាក៏ខើចដូចគ្នាហើយសមត្ថភាពយើងក៏មិនដល់ដូចគ្នាដែរអញ្ចឹងមានន័យថាយើងក៏បាត់បង់យើងក៏ខាតបង់ការងារឬក៏លទ្ធផលការងារក៏វាបាត់បង់ទៅតាមនឹងដូចគ្នាចំពោះចំណុចទី2ដែលខ្ញុំលើកឧទាហរណ៍តាក់ទងជាមួយនឹងរស់នៅដើម្បីផ្គាប់ចិត្តខ្លួនឯងអត់ខ្វល់ពីអ្នកដទៃសោះបដ ாய் ឧទាហរណ៍គឺបើសិនជាយើងនិយាយឲ្យស្មោះត្រង់ទៅពេលដែលយើងនិយាយទៅកាន់ណាគេម្នាក់និយាយត្រង់ដោយអត់ចាំបាច់គិតថាពាក្យហ្នឹងគួរនិយាយឬក៏មិនគួរនិយាយទៅនិយាយទៅហ្នឹងគេសប្បាយចិត្តឬក៏អត់សប្បាយចិត្តទៅអញ្ចឹងលទ្ធផលវាមានតែបែកបាក់មិត្តភាពឬក៏បែកបាក់តំណែងឯងដោយសារតែយើងនិយាយត្រង់ពេកយើងនិយាយហ្នឹងនិយាយឲ្យទៅបានទៅធូរចិត្តសម្រាប់តែផ្គប់ចិត្តខ្លួនឯងយើងភ្លេចគិតពីការជឿចាប់របស់អ្នកដទៃព្រោះអ្នកខ្លះមនុស្សខ្លះគាត់អាចទទួលបាននៅពាក្យត្រង់ដែលយើងនិយាយទេយើងដឹងថាយើងនិយាយចង់ឲ្យគេល្អប៉ុន្តែអាចនឹងមានលក្ខខណ្ឌខ្លះដែលគេជាមនុស្សម្នាក់ដែលវាពិបាកទទួលយកនៅពាក្យរិះគន់បែបត្រង់ហ្នឹងណាអញ្ចឹងដែលវាធ្វើឲ្យតំណែងមិត្តភាពឬក៏តំណែងដែលចិត្តស្និទ្ធហ្នឹងវាធ្វើឲ្យបែកបាក់ហើយទោះបីជាយើងមានសេចក្តីសុខផ្ទាល់ខ្លួនសម្រាប់ខ្លួនឯងមែនប៉ុន្តែសម្រាប់គេតែនឹងយើងវាអាក្រក់ជាមួយគ្នាហើយចំពោះនៅក្នុងគ្រួសារវិញនៅពេលដែលយើងធ្វើការសម្រេចចិត្តរឿងអីមួយតាមតែចិត្តខ្លួនឯងពេកដល់បានពិភាក្សាជាមួយនឹងក្រុមគ្រួសារបងប្អូនសាច់ញាតិអីចឹងណាលទ្ធផលដែលទទួលបានគឺក្រុមគ្រួសារសាច់ញាតិបងប្អូនក៏មានអារម្មណ៍ថាគាត់នៅក្នុងគ្រួសារដែរមិនបានអត់មកពិភាក្សាជាមួយគាត់អញ្ចឹងគិតតែគាត់អត់មានតម្លៃមែនគិតតែការគិតរបស់គាត់នឹងវារយៈកផែលជាងយើងមិនមែនបានយើងអត់ទៅពិភាក្សាជាមួយគាត់អញ្ចឹងអាហ្នឹងគាត់ចាប់ដើមមានអាការគិតបែបហ្នឹងចូលមកក្នុងខ្លួនហើយដោយសារតែយើងសម្រេចចិត្តដាក់ឯងជាឯកតោវិគីបដ ாய் យើងអត់មានទៅពិភាក្សាទ្វេភាគីពហុភាគីជាមួយក្រុមគ្រួសារយើងទេអញ្ចឹងបើសិនជានិយាយសួរស្ដាប់ទៅទាំងរស់នៅដើម្បីតែផ្គប់ចិត្តអ្នកដទៃនិងរស់នៅដើម្បីតែផ្គប់ចិត្តតែខ្លួនឯងនិងបំភ្លេចអ្នកដទៃចោលមួយណាដែលល្អជាងចម្លើយគឺខ្ញុំ recommend ថាវាមានល្អទាំងពីរហើយក៏វាមានអាក្រក់ទាំងពីរដូចគ្នាអីដែលខ្ញុំចង់ឲ្យអ្នកនរគ្នាព្យាយាមធ្វើគឺព្យាយាមយកអាពីរនឹងច្បាច់បញ្ចូលគ្នាទៅដោយនៅពេលដែលនេះបើសិនជាខ្ញុំលោកឧទាហរណ៍និយាយឧទាហរណ៍ដដែលប៉ុន្តែគ្រាន់តែថាយកកន្សឹបពីរនឹងច្បាច់បញ្ចូលគ្នាណាឧទាហរណ៍ថាមិននឹងខ្ញុំលើកទៅជាមួយមិត្តភក្តិហើយយើងទៅដើរលេងឬក៏ទៅកំសាន្តឡើងផ្សេងហ្នឹងទៅអញ្ចឹងយើងអាចបដិសេធឬក៏និយាយជាមួយគាត់ដោយសភាពរៀបសារថាថ្ងៃហ្នឹងខ្ញុំហត់ហើយពូម៉ាក់អើយអញ្ចឹងទៅចាំថ្ងៃក្រោយចាំលើកក្រោយអីចឹងណាចាំទៅជាមួយពូម៉ាក់ឯងអីចឹងណាយើងនិយាយហ្នឹងដោយសារតែយើងចង់គ្រប់ខ្លួនឯងដែរព្រោះយើងអត់ចង់បង្ខំខ្លួនឯងអញ្ចឹងពេលណាដែលយើងអត់បង្ខំខ្លួនឯងទៅទាំងដែលយើងមិនចង់ទេក៏អាចមានន័យថាយើងបានគ្រប់ខ្លួនឯងហើយដែរហើយតំណែងដែលយើងមានតំណែងជាមួយមិត្តភក្តិហ្នឹងក៏យើងអាចបានបំផ្លាញដែរយើងនិយាយពិភាក្សាផ្លោះផ្ដោមមតិយើងរាយរាប់ជាមួយគ្នាបញ្យល់គ្នាដោយសន្តិវិធីចឹងទៅចំពោះកន្លែងការងារវិញលោកឧទាហរណ៍មិញស្តៀងជាមួយនឹងករណីមួយនឹងដដែលយើងអាចពិភាក្សាជាមួយតកែបានថាបងឲ្យខ្ញុំអាចទទួលការងារនេះបានទេបើសិនជាខ្ញុំទទួលបានខ្ញុំសូមពេលបន្ថែមឬក៏ជំនួយមាន assistant ឲ្យបន្ថែមមកជួយខ្ញុំពីក្រោយខ្នងអីចឹងទៅយើងនិយាយហ្នឹងនិយាយតែភាពស្មោះត្រង់ព្រោះដោយសារតែយើងអត់ចង់ឲ្យការងារហ្នឹងវាខូចការទេយើងអត់ចង់ឲ្យការងារហ្នឹងទទួលបានលទ្ធផលល្អទេហើយយើងនិយាយហ្នឹងនិយាយប្រកបទៅដោយវិជ្ជាជីវៈផងដែរហើយបើសរុបជាខ្លីជារួមខ្លឹមកាន់តែខ្លីទៅពេលណាដែលយើងបោះបង់ខ្លួនឯងស្មើនឹងយើងហត់នៅចិត្តពេលណាដែលយើងគិតពីគេខ្លាំងពេកវាធ្វើយើងនឹងឯកោហើយវាអស់តម្លៃពីក្នុងខ្លួនបដ ாய் អញ្ចឹងបើសម្រាប់បតិលើកទឹកចិត្តជាចុងក្រោយដូចខ្ញុំនិយាយមិញហ្នឹងអញ្ចឹងយើងគួរតែច្បាច់ចំណុចពីរនឹងបញ្ចូលគ្នាធ្វើឲ្យវាមានតុល្យភាពដើម្បីបង្កើននូវសុខភាពទាំងផ្លូវកាយទាំងផ្លូវចិត្តហើយតំណែងក៏វាកាន់តែមានល្អថែមទៀតផងដែរអញ្ចឹងចំពោះវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំសង្ឃឹមថាវីដេអូមួយនេះអាចនឹងជួយដល់ការអ្នកទាំងនេះបានច្រើនមកកម្រិតដែរណោះហ្នឹងហើយខ្ញុំអរគុណខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើន